ទម្លាប់ទាំង26ដែលជួយអ្នកទាំងអស់គ្នាមានផ្នត់គំនិតកាន់តែរឹងមាំជាចំណែកជួយជីវិតកាន់តែរីកចម្រើនក៏ដូចជាជោគជ័យក្នុងកិច្ចការងារផងដែរ2025ជិតកន្លងផុតទៅហើយដូចនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាត្រៀមខ្លួនសម្រាប់2026ទម្លាប់ទី1មុនគេហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវតែមានវិន័យលើការភ្ញាក់ពីដំណេកឲ្យបានល្អទៀងទាត់ពេលវេលាក៏ដូចជាភ្ញាក់ភ្លាមហ្នឹងអ្នកទាំងអស់គ្នាកុំបើកទូរស័ព្ទដើម្បីធ្វើឲ្យខួរក្បាលរបស់យើងមានភាពស្មុគស្មាញព្រោះថាបណ្ដាញសង្គម TikTok Facebook ពោរពេញទៅដោយភាពផ្ទុះផ្ទុះខ្លះល្អផ្ទុះខ្លះមិនសូវល្អហើយអញ្ចឹងចង់ឲ្យអ្នកទាំងអស់គ្នាមានពេលវេលាពេលព្រឹកមួយដែលអស្ចារ្យពេលវេលាពេលព្រឹកមួយដែលមានភាពស្ងប់ស្ងាត់ខួរក្បាលស្រឡះល្អអញ្ចឹងហើយគួរតែអាចភ្ញាក់ពីព្រលឹមអង្គុយគិតអញ្ចឹងថាយើងគួរធ្វើអីពីព្រឹកឡើងក៏ដូចជាអាចនឹងអានរកគំនិតថ្មីចេញពីសៀវភៅជាទម្លាប់ដែលធ្វើអ្នកទាំងអស់គ្នាកាន់តែប្រសើរជាងមុនពេលខ្លះក៏អាចហាត់ប្រាណផងដែរព្រោះថាពេលដែលយើងអាចសាកថ្មជីវិតតាំងពីពេលព្រឹកវាធ្វើឲ្យមួយថ្ងៃពេញរបស់យើងហ្នឹងកាន់តែស្រស់ស្រាយនិងកាន់តែរឹងមាំល្អ